នេះគឺជាដើមត្រេនដែលខ្ញុំដាំបានខ្ទង់2ខែហើយដើមត្រេននេះមិនងាយដាំទេមកដាំបានប៉ុណ្ណេះឲ្យវាធំលូតលាស់បានប៉ុណ្ណេះសុខភាពវាល្អមែនទែនដើមត្រេននេះដោយសារគល់របស់វាធំហើយស្លឹករបស់វាឡើងរឹងហើយខៀវទៀតមូលហេតុអីបានខ្ញុំដាំត្រេនទៅវាល្អអញ្ចឹងដោយសារតែនៅជុំវិញត្រេនហ្នឹងគឺខ្ញុំមានប្រកបជាមួយនឹងដើមចេកដែលខ្ញុំដាក់នេះកលៀតពីគល់ដើមត្រេនមកដើមចេកនេះខ្ទង់1ម៉ែត្រកន្លះទៅ2ម៉ែត្រហើយយើងដាក់ជាចន្លោះមួយអញ្ចឹងណាព្រោះខ្ញុំប្រើដើមចេកឲ្យវាជែកដីឲ្យវាបង្កើតជាសត្វឥដ្ឋហើយនៅជុំវិញហ្នឹងដីហ្នឹងគឺសម្បូរទៅដោយចង្រិតច្រើនមែនទែនចង្រិតក៏ជួយបន្សោះដីឲ្យវាធូរដែរអញ្ចឹងណាហ្នឹងហើយបងប្អូនឮសំឡេងសត្វចង្រិតអត់ចេកជ្រែកហ្នឹងហើយក៏ប្រកបជាមួយនឹងដើមស្លឹកគ្រៃនេះដែរនេះយើងដាក់មកគុំអញ្ចឹងមកគឺវាស្រស់ស្អាតហើយស្លឹកគ្រៃនេះយើងអាចប្រមូលផលបានមួយវគ្គទៀតហើយខាងនោះវិញមានដូចជាដំណាំចេកដែលខ្ញុំចិញ្ចឹមសត្វហ្នឹងណាចិញ្ចឹមសត្វមាន់ចិញ្ចឹមសត្វទាកងានអីហ្នឹងនេះទ្រុងមាន់ទ្រុងសត្វរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំចង់ណែនាំពីការប្រើប្រាស់ជីបន្តិចជីនេះជាជីសរីរាង្គដែលខ្មែរយើងផលិតដោយខ្លួនឯងទេគឺជីរបស់គាត់លក់ចែកចាយទូទាំងប្រទេសនេះហើយការប្រើប្រាស់ជីហ្នឹងណាដំបូងគឺយើងត្រូវធ្វើដីវាបន្តិចធ្វើដីជុំវិញគល់ត្រេនហ្នឹងណាយើងធ្វើដីអញ្ចឹងមកអូខេតទៅធ្វើដីអញ្ចឹងហើយនេះគឺជាជីសរីរាង្គធម្មជាតិដែលល្អដែលយើងអាចផលិតបានដោយខ្លួនឯងអញ្ចឹងយើងយកមករោយក្បែរដំណាំត្រេនរបស់យើងមកហើយដីនេះគឺដីមិនមែនជាដីលេខ1លេខ2លេខ3ទេដីនេះគឺជាឆេតដីលេខ4លេខ5ហើយដីដែលមិនសូវល្អទេប៉ុន្តែយើងត្រូវក៏មានជីសរីរាង្គនេះដើម្បីជំរុញដីហ្នឹងឲ្យវាល្អអញ្ចឹងណានេះយើងដាក់រោយមកល្មមហើយដំណាំត្រេនប៉ុណ្ណេះគឺខ្ញុំប្រើជីសរីរាង្គហ្នឹងខ្ទង់4ទៅ5ខាំដើម្បីឲ្យវាស្រូបយកជីវជាតិពង្រឹងខ្លួនវាអញ្ចឹងណាយើងដាក់រោយប៉ុណ្ណឹងមកយើងដាក់ម្ដងយើងអាចប្រើបានរហូតដល់កន្លះឆ្នាំយើងដាក់ម្ដងតទៅយើងរោយអញ្ចឹងហើយយើងត្រូវតសោះវាបើយកតសោះទេវានៅដុំអញ្ចឹងឬដំណាំរបស់យើងចាក់ចូលទៅវាស្រូបជីវជាតិបានល្អទេយើងតសោះវាបញ្ចូលច្បល់វាជាមួយនឹងដីសោះវាជាមួយនឹងដីអញ្ចឹងមកបងប្អូនកុំឲ្យវានៅដុំណាសោះប៉ុណ្ណឹងទៅដំណាំរបស់យើងនឹងស្រូបយកជីវជាតិនឹងបានល្អមែនតើហើយបើសិនយើងមានស្មៅមានចំបើងមានអីយើងយកមកក្របតាមគល់នេះការពារកុំឲ្យវាដុះស្មៅហើយវាត្រជាក់គល់បន្ថែមទៀតអញ្ចឹងដំណាំរបស់យើងគឺពិតជាល្អមែនតើអរគុណពុកម៉ែបងប្អូន